កោររដ្ឋឋានអូពិតទូសបរមីបទុមស័ក្តិសិទ្ធិគ្រប់ព្រះអង្គព្រមទាំងដាច់ចក្រឡប់កបាលទាំង4អូពិតដាច់យមរាជយមបាលតែត្រួតត្រាថាទាំង3ប្រណីបើកទ្វារបើកផ្លូវទាំងផ្លូវលោកផ្លូវធម៌អនុញ្ញាតឲ្យប្រលឹងពពកបរោះពពកកងទ័ពរយៈកងទ័ពដែលបានពាក់ពីជីវិតនៅក្នុងលើសង្គ្រាមកន្លងមកជាពិសេសរលឹកលោកអុកញ៉ាក្លៀកមឿនលោកជំទាវខាត់ខៀវចៅពញាវង្សាអគ្គរាជកែវចៅពញាបក្សទេសរាជអញ្ជើញមកក្នុងទីនេះក្នុងរាត្រីថ្ងៃ15កើតខែពិសាខនាភគតាអាព្រាមនេះដើម្បីនឹងជួយច្បាំងវាយកំទេចចៅសៀមឈ្លានពានឲ្យអស់ពីទឹកដីកម្ពុជារដ្ឋក៏ជានឹងអញ្ជើញមកដោយវិយោភាពគ្រារីយ៉ថ្លៃហើយព្រះយមបាលចាំកលោបាឡាទាំង4អង្គអាប់បងអើយគុំចន់ព្រះគុណអើយសូមបវរណាដល់លែងប្រលឹងមេតតល្បីលាំងហើយជាជ័យព្រះកូនអើយតែងខ្មាំងឈ្លានពានទេព្រះបរមអង្គច័ន្ទរាជាបានរៀបចំប្រពៃពិធីបុណ្យយ៉ាងអស្ចារ្យធំរលឹកនឹកគុណដល់ចំពោះវិញ្ញាណក្ខន្ធលោកអង្ញាក្លៀងមឿនលោកជំទាវខាន់ខៀវនិងកូនប្រុសទាំងពីររបស់លោកអង្ញានិងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនជារៀងរាល់ឆ្នាំនឹងបានសង់ព្រះវិហារមួយនៅក្បែរដើមពោធិ៍ដោយប្រទាននាមថាវត្តប្រពូមានបុណ្យទៀតផងក្រោយមកដោយយល់ឃើញថាទីតាំងខេត្តពោធិ៍សាត់មិនមានអំណោយផលក្នុងការកសាងរាជធានីព្រះច័ន្ទរាជាទ្រង់បានប្តូរទីតាំងដើម្បីកសាងរាជធានីនៅបន្ទាយថ្មីនៅឯទីក្រុងលង្វែកអស់រយៈពេល3ឆ្នាំទើបព្រោះជាស្ថាពរនឹងបានកសាងវត្តមួយហៅថាវត្តត្រឡែងកែងដែលមានព្រះពុទ្ធបដិមាទល់ខ្នងចំនួន4អង្គ
បែបប្រភពឈ្មោះតរទិសទាំង4ក្នុងនោះព្រះអង្គក៏បានតម្កល់នៅបដិមាព្រះគោសាងអំពីសម្រិទ្ធនិងព្រះកែវសាងអំពីថ្មកែវដ៏ធំនៅកណ្ដាលបន្ទាយដែលជាវត្ថុដ៏មានស័ក្តិសិទ្ធិបារមីខ្លាំងក្លាជាទីបំផុតលុះមកដល់ឆ្នាំ1531ព្រះចន្ទរាជាបានលើកទ័ពទៅសងសឹកដោយវាយចោលសៀមដណ្ដើមបាននៅខេត្តបច្ឆិមបុរីមកកាន់កាប់ទៀតផងលុះមកដល់ឆ្នាំ1556ក្រោយស្ដេចភូមាវាយកក្រុងបាងកកបានព្រះអង្គចន្ទរាជាក៏លើកទ័ពទៅវាយយកបានខេត្តចន្ទបុរីនិងខេត្តក្បែរនោះព្រមទាំងរំដោះប្រជាជនកម្ពុជាជាច្រើនម៉ឺនគ្រួសារបានទៀតផងចំណេរក្រោយមកដោយសារគុណបំណាច់ដ៏ធំធេងរបស់លោកកញ្ញាឃ្លាំងមឿនប្រជារាស្ត្របានបន់ស្រន់និងគោរពបួងសួងបន់តាមសំណូមពរក៏បាត់ពាក្យអុកញ៉ានៅសល់តែពាក្យថាអ្នកតាឃ្លាំងមឿនអ្នកតាឃ្លាំងមឿនរហូតមកដល់សប្តាហ៍ថ្ងៃនេះព្រះចន្ទរាជាទ្រង់ចូលទីមង្គតនៅក្នុងបន្ទាយលង្វែកក្នុងគ្រិស្តសករាជ1566ធាតុរបស់ព្រះអង្គបានតម្កល់ទុកនៅលើភ្នំបរិយាទ្រព្យរហូតមកដល់សម័យនេះដែរសូមឲ្យទិសស្នាដៃនេះបួងសួងនឹកគុណដល់ព្រលឹងបុព្វមហាក្សត្របុព្វកងទ័ពស្នេហាជាតិទាំងឡាយដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិសូមបែរក្រោយឲ្យពរឲ្យជ័យសពសាធុការដល់វីរៈកងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋខ្មែរនិងទស្សនិកជនទាំងអស់សំប្រកបទៅនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមសម្លេងរបស់សាទរដល់ក្រុមសិល្ប